បន្ទាប់បីជាមេបកកណ្ដាលអំណាចនិងជាប្រធានព្រឹទ្ធសភាលោកហ៊ុនសែនបានសម្រេចបំណងនៅក្នុងការផ្ទេរអំណាចឲ្យកូនកូននិងសាច់ញាតិរបស់លោកកាន់តំណែងជានាយករដ្ឋមន្ត្រីនិងតំណែងសំខាន់ក្នុងជួររដ្ឋាភិបាលក្តីក៏ប៉ុន្តែពេលនេះចៅប្រុសនិងចៅស្រីរបស់លោកដែលតែងដើរហែហោមលោកតាមវេទិកាសាធារណៈនោះត្រូវគេរំពឹងថាពួកគេកំពុងត្រូវបានជីតារៀបចំឲ្យឡើងកាន់តំណែងជាមេដឹកនាំកម្ពុជានៅពេលខាងមុខដែរក្នុងរយៈពេលចុងក្រោយនេះរូបភាពនិងវីដេអូជាច្រើនរបស់ចៅប្រុសនិងចៅស្រីលោកហ៊ុនសែន2នាក់គឺម្នាក់ឈ្មោះហ៊ុនច័ន្ទបញ្ញបុត្រជាកូនប្រុសច្បងរបស់លោកហ៊ុនម៉ាណីនិងក្មេងស្រីម្នាក់ទៀតឈ្មោះហ៊ុនពេជ្រមុនីវរលៈជាកូនស្រីច្បងរបស់លោកហ៊ុនម៉ាណែតដែលមានអាយុខ្ទង់18ឆ្នាំបានលេចចេញជាបន្តបន្ទាប់តាមប្រព័ន្ធឃោសនារបស់គណៈបកកណ្ដាលអំណាចក្មេងប្រុសស្រីទាំងពីររូបនេះតែងជិះឡានទំនើបជាមួយជីតារបស់ពួកគេដែលការពារដោយអង្គរៈជាច្រើនដើម្បីចុះទៅធ្វើវិធីការសំណេះសំណាលជាមួយមន្ត្រីរាជការតាមខេត្តនានាទោះបីជាចៅរបស់លោកហ៊ុនសែននៅវ័យក្មេងក្តីក៏មន្ត្រីរាជការត្រូវបង្ហាញការគោរពដល់ពួកគេដែរជាពិសេសក្មេងប្រុសស្រីទាំងពីរនាក់នេះអាចអង្គុយនៅលើវេទិកាកិត្តិយសខាងក្រោយលោកហ៊ុនសែនស្ថិតក្នុងចំណោមមន្ត្រីកំពូលចាប់តាំងពីឋានៈឧបនាយករដ្ឋមន្ត្រីរហូតដល់រដ្ឋមន្ត្រីជាដើមយើងធ្លាប់ឮលោកហ៊ុនសែនក៏ធ្លាប់បានលើកដែរថាអ្វីដែលការដឹកនាំប្រទេសនេះមិនមែនត្រឹមតែលោកឬក៏កូនលោកទេគឺត្រូវបន្តទៅចៅអញ្ចឹងរូបភាពបែបហ្នឹងបានបញ្ជាក់យ៉ាងច្បាស់ហើយគឺនឹងមានចេតនារៀបចំដើម្បីបន្តវេនបន្តពូជទៅដល់កូនចៅរបស់លោកហ៊ុនសែនឬក៏គ្រួសារលោកហ៊ុនសែននឹងឯងប្រទេសដែលដឹកនាំតាមបែបប្រជាធិបតេយ្យមិនអាចធ្វើការដឹកនាំដោយបន្តពូជរបៀបហ្នឹងទេការនាំចៅចុះសំណេះសំណាលជាមួយមន្ត្រីរាជការនៅតាមខេត្តនានានៅពេលនេះអ្នកខ្លមើលជឿថាលោកហ៊ុនសែនមានបំណងស្ទាបស្ទង់សតិអារម្មណ៍ឬទឹកចិត្តមន្ត្រីរាជការព្រមទាំងព្យាយាមពន្យល់និងបញ្ចុះបញ្ចូលមន្ត្រីរាជការឲ្យយល់ពីសភាពការសពថ្ងៃនិងបន្តគាំទ្រការគ្រប់គ្រងប្រទេសរបស់ក្រុមគ្រួសារត្រកូលហ៊ុនការធ្វើដូច្នេះព្រោះលោកហ៊ុនសែនដឹងថាការដឹកនាំប្រទេសរបស់លោកនិងកូនលោកកំពុងរងការរិះគន់ថាអសមត្ថភាពការពារទឹកដីនិងការយកប្រទេសទៅរកស៊ីខុសច្បាប់ជាមួយក្រុមអ ுக ្រិតជនចិនព្រមទាំងអសមត្ថភាពដោះស្រាយបញ្ហាអយុត្តិធម៌សង្គមជាដើមការដឹកនាំរបៀបនេះមិនបានរីកចម្រើនទាំងអស់គ្នាទេគឺជារីកចម្រើនតែបុគ្គលក្រុមគ្រួសារនិងបកពួកតែមួយក្តាប់តូចខាងលើតែប៉ុណ្្នឹងឯងខណៈដែលប្រទេសជាតិគឺនៅតែធ្លាក់ក្នុងសភាពអន់ថយហើយមានវិបត្តិសង្គមច្រើនដែលយើងមើលឃើញអញ្ចឹងគឺមានអំពើឆបោកអនឡាញហើយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងកិត្តិយសប្រទេសនឹងវាអាសោចទៅលើឆាកអន្តរជាតិអញ្ចឹងទៅហើយបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងយើងអត់មានកម្លាំងអាវុធយុទ្ធភ័ណ្ឌតតាំងទំនើបដើម្បីទប់ស្កាត់ការឈ្លានពានអីចឹងទៅហើយការបែកបាក់ជាតិហ្នឹងក៏បង្ហាញឲ្យឃើញច្បាស់ដែរពីព្រោះគេមិនអាចធ្វើឲ្យមានការរួបរวมជាតិដើម្បីខ្លាំងទេអញ្ចឹងហើយបានចេះតែព្យាយាមធ្វើបាបទៅលើសកម្មជនឬក៏អ្នកនយោបាយដែលធ្វើកិច្ចការងារបម្រើស្មោះស្ម័គ្រជាមួយនឹងប្រជាពលរដ្ឋនឹងឯងអញ្ចឹងប្រជាពលរដ្ឋនឹងបាត់បង់នៅអ្នកបម្រើផលប្រយោជន៍ជាតិពិតប្រាកដត្រូវគេធ្វើទុកបុកម្នេញកំចាត់កញ្ចាយចាប់ដាក់គុកធ្វើឲ្យអ្នកដែលមានសមត្ថភាពគឺគ្មានឱកាសបម្រើប្រជាពលរដ្ឋបម្រើប្រទេសជាតិឲ្យចម្រើនរុងរឿងអ្វីនោះទេបាទកន្លងមកលោកហ៊ុនសែនបានរៀបចំផែនការផ្ទេរអំណាចជានាយករដ្ឋមន្ត្រីឲ្យកូនប្រុសច្បងគឺលោកហ៊ុនម៉ាណែតជាជំហានយ៉ាងច្បាស់លាស់និងបានសម្រេចជោគជ័យទាំងស្រុងមកទល់ពេលនេះក្រៅពីកូនប្រុសច្បងកូនផ្សេងទៀតនិងសាច់ញាតិរបស់លោកក៏ត្រូវបានតែងតាំងក្នុងតំណែងជាឧបនាយករដ្ឋមន្ត្រីជារដ្ឋមន្ត្រីនិងតំណែងកំពូលជាច្រើនទៀតលោកហ៊ុនសែនធ្លាប់ប្រកាសថាការផ្ទេរអំណាចនេះនឹងបន្តពីលោកដល់កូនរបស់លោកនិងបន្តរហូតដល់ចៅរបស់លោកទៀតអ្នកកាន់អំណាចបច្ចុប្បន្ននេះគួរតែគិតពិចារណាឲ្យបានមែនទែននៅគម្លាតនៅក្នុងសង្គមរវាងអ្នកមាននិងអ្នកក្រដែលយើងហៅថាសមភាពហើយនិងអ្នកមានអំណាចហើយនិងអ្នកដែលមិនមានអំណាចនោះពីព្រោះថាការណាគម្លាតនេះកាន់តែធំទៅអស្ថិរភាពនៅក្នុងសង្គមកាន់តែធំទៅហើយដូច្នេះគឺយុទ្ធធម៌សង្គមកាន់តែលំបាកនៅក្នុងការបំពេញឱកាសរបស់យុវជននៅក្នុងជំនាន់បច្ចុប្បន្ននិងជំនាន់ក្រោយទៀតកាន់តែមានការលំបាកទៅដូច្នេះនេះគឺជាអំរែកទៅដល់ការដឹកនាំពីកូនទៅដល់ចៅទួទៀតហើយខ្ញុំយល់ថាសង្គមបច្ចុប្បន្ននេះគឺយើងចង់បាននៅសង្គមមួយដែលមានសមធម៌ដែលមានតុល្យភាពហើយធ្វើម៉េចដើម្បីបិទគម្លាតរវាងអ្នកមាននិងអ្នកក្រនេះឲ្យតូចទៅដើម្បីសង្គមយើងអាចមានការរីកចម្រើនទាំងអស់គ្នាហើយមានការពេញចិត្តទាំងអស់គ្នាបើទោះបីជាយ៉ាងណាក្រុមអ្នកខ្លមើលយល់ថាផែនការផ្ទេរអំណាចរបស់ក្រុមគ្រួសារលោកហ៊ុនសែននេះអាចប្រឈមនឹងបញ្ហាស្ថិរភាពយូរអង្វែង
ដោយសារការមិនមានតុល្យភាពអំណាចគ្នារវាងត្រកូលហ៊ុននិងត្រកូលផ្សេងទៀតព្រមទាំងបញ្ហាអយុត្តិធម៌កើនឡើងនៅក្នុងសង្គមជាដើមខ្ញុំថាថៃពីទីក្រុងមែលប៊ន